ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញវីដេអូរៀនធ្វើអាម៉ុកលើកទី1សម្រាប់ខ្ញុំចាខ្ញុំមើលតាមគេដែរហើយនឹងសាក់លបងរៀនធ្វើចាមុនដំបូងគឺយើងមានគ្រឿងបុកពងមាន់អាក្រហមម្ទេសឆ្អើរម្ទេសហាវ៉ៃខ្ជាយស្លឹកក្រូចហើយនឹងគ្រឿងគោកមួយទៀតគឺស្លឹកញចាមុនដំបូងគឺយើងចាប់ផ្ដើមបុកគ្រឿងហើយនឹងចិញ្ច្រាំម្ទេសឆ្អើរយើងឲ្យម៉ត់ហើយបុកចូលគ្នាគ្រឿងខ្ញុំជ្រើសរើសយកបុកខ្លួនឯងដើម្បីមានក្លិនឈ្ងុយល្អបន្ទាប់ពីបុកគ្រឿងហើយយើងយកស្លឹកញទៅស្រុះបន្តិចឲ្យវាស្ទាប់បន្តិចទៅហើយយើងចាប់ផ្ដើមលាយគ្រឿងចាគ្រឿងដែលយើងបុកអំបញ្ញមិញហ្នឹងចាសូមដាក់មកទាំងអស់មកហើយដាក់ខ្ទិះដូងដើមចំនួន3វែកហើយបន្ទាប់មកខ្ញុំប្រើពងមាន់យកតែផ្នែកក្រហមចាហើយយើងចាប់ផ្ដើមដាក់គ្រឿងរ៉ូឌី1ស្ព្រាបាយអំបិល1ស្ព្រាកាហ្វេទឹកត្រីកន្លះវែកហើយនឹងប៊ីចេងកន្លះស្ព្រាកាហ្វេស្ករត្នោតចាខ្ញុំប្រើស្ករត្នោតធ្វើឲ្យឈ្ងុយល្អ1ស្ព្រាបាយហើយយើងកូរគ្រឿងទាំងនឹងឲ្យសព្វចូលគ្នាល្អហើយចាយើងអាចថែមថយភ្លក់ចាបងប្អូនចង់បានប្រៃឬក៏នេះជាងហ្នឹងយើងអាចបន្ថែមកាពិដែរបើបងប្អូនចង់ញ៉ាំហើយម្សៅឆាយើងដាក់ដើម្បីឲ្យពេលយើងចំហុយទៅគ្រឿងយើងឲ្យវាខាប់វាអត់ឲ្យចេញទឹកចឹងណាចាបន្ទាប់មកយើងដាក់ខ្ជាយដែលយើងបានហាន់ហើយចាចូលទៅដើម្បីបង្កើនក្លិនចាត្រីខ្ញុំជ្រើសយកត្រីរស់ហើយនឹងយកផ្នែកសាច់សុទ្ធចាអត់មានឆ្អឹងទេងាយស្រួលក្នុងការញ៉ាំចាហើយយើងទុកវាមួយឡែកសិនទៅយើងចាប់ផ្ដើមមកធ្វើកាត់ស្លឹកឈូកធ្វើជាកន្ទងដាក់ចំហុយឲ្យមានក្លិនឈ្ងុយប៉ុន្តែបើបងប្អូនអត់មានស្លឹកឈូកយើងអាចចំហុយនឹងចានឬក៏ចំហុយនឹងដូងក៏បានដែរចាអញ្ចឹងស្លឹកឈូកខ្ញុំដាក់2ជាន់ហើយបែខាងពណ៌បៃតងចាស់ចូលក្នុងនិងចេញក្រៅចាហើយយើងកឹបវាបត់ជា4ជ្រុងបើសិនជាអត់មានប្រាប់កឹបបងប្អូនអាចខ្ទាស់ជាមួយនឹងឈើចាក់ថ្មិញក៏បានដែរចាខ្ញុំយកស្លឹកញលាយជាមួយគ្រឿងដែលយើងបានលាយឲ្យមិញបន្តិចដើម្បីយកជាតិដាក់ពីក្រោមតមកយើងដួសគ្រឿងដែលយើងលាយជាមួយសាច់ត្រីមិញហ្នឹងដាក់ចូលចាហើយយើងចាប់ផ្ដើមដាំទឹកឲ្យពុះមុននឹងយើងដាក់ហើយយើងដាក់ស្លឹកចេកដែលយើងនៅសល់ដើម្បីយកក្លិនហើយយើងដាក់ត្រីយើងចំហុយរយៈពេល15នាទីបន្ទាប់មកយើងចាប់ផ្ដើមរៀបចំតុបតែងមានម្ទេសនិងស្លឹកក្រូចរបស់យើងហើយបន្ថែមខ្ទិះដូងដើមពីលើបន្តិចទៀតយកក្លិនរួចជាការស្រេចចានេះជាការធ្វើលើកចាមួយវិញទៀតយើងអាចឆាប្រេងខ្យងខាត់ណាញ៉ាំជាមួយអាម៉ុកក៏ត្រូវគ្នាដែរចាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ